ក្រោយការតស៊ូផ្លូវច្បាប់អស់រយៈពេលជិត8ឆ្នាំទីបំផុត Google បានបរាជ័យក្នុងការប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូលរបស់សហភាពអឺរ៉ុបបងប្អូនទាំងអស់គ្នាកាលពីថ្ងៃទី2ខែកក្កដាឆ្នាំ2026តុលាការបានសម្រេចតម្កល់ការផាកពិន័យ 4.1 ពាន់លានអឺរ៉ូឬប្រហែលជា 4.8 ពាន់លានដុល្លារដោយចាត់ទុកថា Google បានប្រើឥទ្ធិពលរបស់ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីផ្ដល់អត្ថប្រយោជន៍ឲ្យសេវាកម្មរបស់ខ្លួននិងធ្វើឲ្យគូប្រកួតពិបាកប្រកួតប្រជែងសំណុំរឿងនេះបានចាប់ផ្ដើមតាំងពីឆ្នាំ2018នៅពេលនោះគណៈកម្មការអឺរ៉ុបបានចោទប្រកាន់ថា Google បានតម្រូវឲ្យក្រុមហ៊ុន Smartphone ដំឡើង Google Search, Google Chrome និង Play Store ជាមុននៅលើទូរស័ព្ទ Android មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏ត្រូវបានចោទថាបានដាក់កំហិតមិនឲ្យក្រុមហ៊ុនផ្សេងប្រកួតប្រជែងជាមួយ Android របស់ Google បានដំបូង Google ត្រូវបានផាកពិន័យ 4.34 ពាន់លានអឺរ៉ូក្រោយមកនៅឆ្នាំ2022តុលាការបានបន្ថយមកនៅ 4.1 ពាន់លានអឺរ៉ូប៉ុន្តែ Google មិនព្រមទទួលយកហើយបន្តប្តឹងរហូតដល់តុលាការកំពូលឥឡូវនេះតុលាការបានបដិសេធបណ្ដឹងនោះដែលមានន័យថាការផាកពិន័យនេះក្លាយជាសេចក្តីសម្រេចចុងក្រោយនិងមិនអាចប្តឹងបន្តបានទៀតទេជាការឆ្លើយតប Google បាននិយាយថាតុលាការមិនបានមើលឃើញការវិនិយោគរបស់ខ្លួនក្នុងការធ្វើឲ្យ Android ក្លាយជាប្រព័ន្ធបើកចំហអាចប្រើប្រាស់បានដោយឥតគិតថ្លៃនិងអាចដំណើរការជាមួយឧបករណ៍ជាច្រើនក្រុមហ៊ុនក៏បានបញ្ជាក់ថាខ្លួនបានកែកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ Android តាំងពីឆ្នាំ2018ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបរួចហើយសម្រាប់សហភាពអឺរ៉ុបនេះគឺជាជោគជ័យដ៏ធំមួយក្នុងការគ្រប់គ្រងឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក Google ត្រូវបានផាកពិន័យសរុបជិត11ពាន់លានអឺរ៉ូពីបទរំលោភច្បាប់ប្រកួតប្រជែងហើយក្រុមហ៊ុនក៏នៅតែស្ថិតក្រោមការត្រួតពិនិត្យបន្ថែមតាមច្បាប់របស់សហភាពអឺរ៉ុបតើនេះជាការការពារការប្រកួតប្រជែងដោយយុត្តិធម៌ឬជាការរឹតបន្តឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗសូម comment នៅក្រោមវីដេអូនេះ Follow for more